ពងត្រីស្រស់បែបនេះយើងធ្លាប់តែយកទៅស្លម្ជូរប៉ុន្តែនៅពេលដែលដាក់ចំហុយជាមួយប្រហុកមានពងទាប្រៃ3គ្រាប់មានស្បែកជ្រូកមកទំនងណាស់អាកាសធាតុត្រជាក់ធ្លាក់ភ្លៀងអញ្ចឹងបាយអស់ច្រើនថ្ងៃនេះគឺអត់មានម្ហូបពិសេសមកពីណាទេបងប្អូនគឺពិសេសប្រចាំគ្រួសារប្រហុកចំហុយនឹងឯងប្រហុកថ្ងៃនេះយើងមានស្លឹកខ្ទឹមមានពងត្រីស្រស់ក៏ដូចជាពងទាប្រៃនឹងយើងយកតាផ្នែកក្រហមទេចំនួន3គ្រាប់មានម្ទេសបន្ទាប់មកគឺសាច់ជ្រូកចិញ្ច្រាំជាមួយនឹងប្រហុកសាច់បន្ទាប់មកគឺយើងចាប់ផ្ដើមចាក់ពងទា3គ្រាប់ចូលហើយដាក់ជាមួយនឹងម្សៅស៊ុបរសជាតិសាច់មាន់ដែលជាផលិតផលរបស់ខ្មែរពុកម៉ែបងប្អូនដាក់ចំនួន1ស្លាបព្រាបាយហើយយើងចាប់ផ្ដើមដាក់ស្ករទៅតាមចំណង់ចំណូលចិត្តបន្ថែមពីនឹងក៏មានម្ទេសកិនដែរពុកម៉ែបងប្អូនដើម្បីវារៀងហិលតិចណាព្រោះថាម្ទេសស្រស់គឺយើងញ៉ាំបន្ថែមពីក្រៅអញ្ចឹងណាកូរវាឲ្យសព្វហើយគឺចាប់ផ្ដើម topping ចាគឺមានពងត្រីស្រស់ធំមែនតែនបន្ទាប់មកគឺពងទាប្រៃចំនួន3គ្រាប់ហើយយើងដាក់ជាមួយនឹងសបែកជ្រូកហើយរោយស្លឹកខ្ទឹមពីលើទៅដាក់ចំហុយពុកម៉ែបងប្អូនចំហុយខ្ទង់30នាទីដែរបានវាឆ្អិនហើយនៅក្នុងនោះយើងមានម្ទេសស្រស់ទៀតណាចាម្ទេសដាក់តាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនប្រហុកចំហុយនេះផ្ទះអ្នកណាគេខ្លះដែលចូលចិត្តញ៉ាំចាកុំភ្លេច share ម្នាក់មួយផងនេះគឺជាម្ហូបចុះបាយមែនតែនបងប្អូនហើយសម្រាប់ពងត្រីនេះនៅពេលដែលចំហុយលាយជាមួយប្រហុកទៅឆ្ងាញ់មែនតែនបន្លែរបស់យើងមានតែ3មុខហ្នឹងឯងបងប្អូនតាមពិតទៅមានច្រើនមុខទៀតប៉ុន្តែយើងទិញបានតែប៉ុណ្្នឹងណាអូយទំនងណាស់ជាពិសេសពងទាប្រៃនេះតើបងប្អូនញ៉ាំបាយពេលល្ងាចទាំងអស់គ្នាមេភ្លៀងតិចបានប្រហុកចំហុយមកគឺថាអូយក្តីសុខណាស់បាយបាយ